នៅថ្ងៃចុងសប្តាហ៍ដែលប្រៀបបាននឹងវិស្សមការដ៏អស្ចារ្យរបស់ខ្ញុំនេះខ្ញុំបានមកដល់ជនបទមួយក្នុងស្រុកសំរោងខេត្តតាកែវទីនេះអត់ឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ2ទេហើយតាមដងផ្លូវនេះឆ្ពោះទៅទិសខាងកើតប្រមាណតែ2គីឡូទៀតដល់ប្រាសាទភ្នំជីសូរហើយឥឡូវនេះខ្ញុំកំពុងតែដើររកចាក់អង្ក្រងដោយភ្ជាប់ខ្លួនជាមួយបងប្រុសអ្នកភូមិដើររកចាក់អង្ក្រងដើម្បីធ្វើម្ហូបឥឡូវនេះចាក់បានខ្លះៗហើយកំពុងតែបន្តរកថែមទៀតដើម្បីឲ្យគ្រប់ស្លចាក់បដើសម្អោចអង្ក្រងខំបដើជីវភាពនៅជនបទគឺបែបនេះឯងយើងបន្លែម្កាឬក៏ម្ហូបមហាផ្នែកខ្លះយើងអាចរកបានដោយងាយនៅតាមជាយរបងឬក៏នៅក្នុងភូមិឋានរបស់យើងដោយមិនបាច់ពឹងផ្អែកទៅលើទីផ្សារទាំងស្រុងទេជាក់ស្ដែងពេលនេះអង្ក្រងគឺនៅក្បែរផ្ទះដែលយើងអាចរកបានដោយងាយនៅទីនេះសម្បូរទៅដោយដើមសង្កែតំបន់នេះសម្បូរទៅដោយដើមសង្កែហាក់ដូចជាសវាយម្យ៉ាងដែរដើរតាមគាត់ចាក់អង្ក្រងឥឡូវនេះក្រងវាធ្វើទុកហើយឡើងតោងជើងតាំងពីក្រោមដល់លើនៅខែវស្សាបែបនេះធម្មជាតិឬក៏ទិដ្ឋភាពនៅតាមភូមិឋានស្រស់បំព្រងគឺវាលស្រែខៀវសង្ងាត់តែម្ដងហើយមានរុក្ខជាតិតូចដុះនៅតាមភូមិឬក៏នៅតាមវាលស្រែដែលសម្រាប់យើងអ្នកនៅទីក្រុងរាល់ថ្ងៃប្លែកភ្នែកម្យ៉ាងដែរ